ដោយសារតែមានគ្នាយើងគាត់ចង់ចូល team RN1 ច្រើនខ្លាំងពេកអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំបានបង្កើតសាខា2រួចរាល់ហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលបានហើយដើម្បីចូលបានអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់មិត្តភ័ក្តិខ្ញុំដែលខ្ញុំ mention TikTok គាត់នៅខាងក្រោមនេះហើយមួយទៀតបើសិនបើអ្នកទាំងអស់គ្នាចូលសាខា2ហើយសាខា2ពេញអត់អាចដាក់ member បានបន្ថែមទៀតអ្នកទាំងអស់គ្នាអាចចូលសាខា3បានឬក៏អ្នកគ្នាតាក់ទងទៅកាន់មិត្តភ័ក្តិខ្ញុំនៅខាងក្រោមដូចគ្នាខ្ញុំបាន mention ទាំងពីរ account ហ្នឹងទាំងសាខា2ទាំងសាខា3អញ្ចឹងអ្នកទាំងអស់គ្នាចូលហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយលេងដើម្បីឲ្យឆាប់ឡើង level ហើយអាចដាក់ member បានបន្ថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចតាក់ទងទៅ Pro ហួរគាត់ជាអ្នកគ្រប់គ្រងនៅក្នុងសាខា2អ្នកទាំងអស់គ្នាអ្នកគ្នាអាច contact ទៅគាត់ហើយយ៉ាម៉ាដានេះគឺគាត់ជាអ្នកគ្រប់គ្រងនៅក្នុងសាខាទី3អញ្ចឹងអ្នកទាំងអស់គ្នាអាចតាក់ទងទៅគាត់ហើយសុំឈ្មោះសុំអីពីគាត់ទៅហើយលក្ខខណ្ឌគឺអត់មានអីពិបាកទេអ្នកទាំងអស់គ្នាត្រូវតែជួយលេងដើម្បី up level team ហើយហ្នឹងហើយខ្ញុំសង្ឃឹមថាគ្នាយើងនឹងយល់ហើយប្រសិនបើ full team អ្នកទាំងអស់គ្នាអាចរងចាំមួយសប្តាហ៍ទៅពីរសប្តាហ៍ទៀតដើម្បីឲ្យ team យើងឡើង level ឡើងដាក់ member បន្ថែមទៀតអញ្ចឹងហើយការពីព្រឹកមិញនេះ Free Fire បានចេញនៅ event ថ្មីមួយគឺ event ក្តាប់ដៃមួយនេះអញ្ចឹងបើសិនបើអ្នកគ្នាចង់ដាក់ដុំ KQ ដើម្បីចាប់ event មួយហ្នឹង complete Panda KX link ខ្ញុំដាក់នៅខាងក្រោម profile របស់ខ្ញុំហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងមានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ